សូមចម្រើនពរញាតិញោមប្រជាពុទ្ធបរិស័ទទាំងអស់ជាទីរាប់អាននៅក្នុងនារាត្រីនេះខ្ញុំកណាអាត្មាភាពសូមលើកយកនៅធម៌6ប្រការជាធម៌ធ្វើឲ្យសាមគ្គីគ្នាជាធម៌ធ្វើឲ្យកើតនៅសេចក្តីស្រឡាញ់រាប់អានគោរពគ្នាទៅវិញទៅមកជាធម៌មិនឲ្យមានការឆ្លោះតតែងគ្នាបត្រៃបិដកលេខ22ទំព័រ347រហូតដល់ទំព័រ360នៅក្នុងសម័យថ្ងៃមួយព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្នុងក្រុងឈ្មោះកោសំពីនៅក្នុងវត្តខោសេតារាមមូលហេតុបានឈ្មោះថាវត្តខោសេតារាមញាតិញោមព្រោះវត្តនេះមានសទ្ធីម្នាក់ឈ្មោះខោសេតេបានសាងថ្វាយបានឈ្មោះថាខោសេតារាមហើយនៅក្នុងក្រុងនេះមានពួកភិក្ខុមួយពួកបានបង្កហេតុឆ្លោះតតែងគ្នាមិនមានការសាមគ្គីគ្នាបានដំណើររឿងនេះដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ទ្រង់ក៏ហៅនៅភិក្ខុទាំងឡាយនេះមកព្រះអង្គក៏បានសម្ដែងនៅធម៌មានឈ្មោះថាសារនិយធម៌ទាំង6ប្រការដូចជាឃ្លាបាលីគាថាឆយិមេភិក្ខវេសារនិយជាដើមណាទី1គឺមេត្តាកាយកម្មទី2មេត្តាវចីកម្មទី3មេត្តាមនោកម្មទី4គឺសទ្ធារណពុគីឬក៏មានលៀបស្មើគ្នាណាទី5គឺទិដ្ឋិសមញ្ញតាឬក៏ទិដ្ឋិទី6គឺមានសិលដូចគ្នាតែនៅក្នុងទីនេះខ្ញុំកណាអាត្មាភាពសូមគ្រាន់តែលើកយកនៅចំណុចសំខាន់ដើម្បីមកចែកជាធម្មទាននៅក្នុងវីដេអូមួយនេះទី1គឺមេត្តាកាយកម្មងារទាំងឡាយទាំងពួងដែលយើងនៅក្នុងវត្តវាអារាមឬក៏នៅក្នុងក្រុមសង្គមគ្រួសារយើងត្រូវតែមានការយកអាសាគ្នាទៅវិញទៅមកដោយមេត្តាជួយតុបតែងជួយធ្វើកិច្ចការងារប្រកបទៅដោយមេត្តាដោយកម្លាំងដោយកាយវិការរបស់យើងដោយសមាសភាពជាមួយគ្នាគឺប្រកបទីចំពោះមុខនៅខាងក្រោយខ្នងឬក៏កំបាំងមុខក៏ដូចគ្នាទី2គឺមេត្តាវចីកម្មដូចជាឃ្លាបាលីថាយថាវិទីតថាការីណាយើងនិយាយយ៉ាងណាក៏ត្រូវធ្វើយ៉ាងនោះយើងនិយាយចំពោះមុខយ៉ាងណាក៏ត្រូវនិយាយក្រោយខ្នងក៏ដូចគ្នាគឺមិនមែនយើងនិយាយល្អដាក់គ្នាទៅវិញទៅមកគ្រាន់តែទីចំពោះមុខទេទីកំបាំងមុខទីខាងក្រោយខ្នងយើងក៏ដូចគ្នាដែរពាក្យស្លោករបស់បុរាណយើងថាសម្ដីសជាតិមេរិយសពុទ្ធទី3មេត្តាមនោកម្មគឺផ្នត់គំនិតចិត្តរបស់យើងគឺមានសេចក្តីល្អគ្នាទៅវិញទៅមកក្នុងទីចំពោះមុខហើយទីកំបាំងមុខក៏ដូចគ្នាការរលឹកគ្នាទៅវិញទៅមកដោយចិត្តប្រកបទៅដោយមេត្តាและទី4គឺមានលៀបស្មើគ្នាជាពិសេសនៅក្នុងវត្តវាអារាមក្រុមសង្គមគ្រួសារនៅក្នុងក្រុមការងារនៅក្នុងអង្គការនៅក្នុងសហគមន៍ពេលដែលយើងធ្វើការរួមគ្នានៅជាមួយនឹងសាស្ត្រព្រហ្មចារីគឺអ្នកប្រព្រឹត្តធម៌រួមគ្នានឹងអតិរេកលៀបកើតឡើងនៅក្នុងវត្តវាអារាមរបស់យើងកំពុងនៅមានការបែងចែកលៀបសមាសភាពជាមួយគ្នាដែរព្រោះបញ្ហាគ្រប់យ៉ាងគឺកើតឡើងដល់កិលេសចំណែកធម៌ទី5គឺទិដ្ឋិគឺការយកឃើញគឺផ្នត់គំនិតទស្សនៈ mindset របស់យើងរួមដំណើរជាមួយគ្នាអានយើងទៅកាន់ទៅភាពសាមគ្គីអាននៅសេចក្តីសុខមិនឆ្លោះតតែងគ្នាតែពេលដែលទស្សនៈឬក៏ផ្នត់គំនិតការយកឃើញកំហើញខុសគ្នាផ្សេងគ្នាគឺមិនអាចរួមដំណើរជាមួយគ្នាបានអញ្ចឹងនៅក្នុងទីនេះគឺចង់កណាអាត្មាភាពចង់សម្ដែងថាបាននៅសេចក្តីសុខចង់បាននៅការព្រមព្រៀងគ្នាចង់បាននៅការគោរពគ្នាទៅវិញទៅមកចង់បាននៅការស្រឡាញ់អំពីសំណាក់អ្នកដទៃគឺយើងត្រូវប្រព្រឹត្តធម៌ទាំងប្រមាណប៉ុណ្ណេះមេត្តាកាយកម្មមេត្តាវចីកម្មមេត្តាមនោកម្មគឺមានលៀបចែកស្មើគ្នាជាពិសេសសំខាន់មួយគឺទិដ្ឋិគឺការយកឃើញត្រូវណាហៅថាសមាទិដ្ឋិណាសូមអនុមោទនា